យើងចូលមេរៀនយើងបន្តទៀតចំណុចទី6.3នយោបាយឯកជនកម្មរដ្ឋាភិបាលបានរុះរើនយោបាយជាតូបនីវកម្មចោលដោយប្រគល់កម្មសិទ្ធិផ្សេងៗដូចជាក្រុមហ៊ុនប្រេងទូរគមនាគមន៍ជាដើមទៅឲ្យក្រុមហ៊ុនឯកជននៅក្នុងរយៈពេល4ឆ្នាំដំបូងនៃនយោបាយនេះរដ្ឋាភិបាលប្រមូលបានប្រាក់ចំនួន 1,000 លានផោននៅឆ្នាំ1984និងកើនដល់ 2,000 ផោននៅឆ្នាំបន្ទាប់នយោបាយឯកជនកម្មបានធ្វើឲ្យប្រាក់ផោនអង់គ្លេសមានលំនឹងហើយទីក្រុងឡុងដុងដកលន់ដុងបានក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏ធំនៅខែមករាឆ្នាំ1990មេដឹកនាំគណៈបកអភិរក្សនិយមយល់ឃើញថាការដឹកនាំយូរនាំឲ្យមានវិបត្តិដូចជាគណៈបកអភិរក្សនិយមត្រូវបានផ្លាស់ប្ដូរមនុស្សថ្មីនោះគឺការឡើងកាន់តំណែងរបស់លោក John Major នៅក្នុងការដឹកនាំលោក John Major បានជួបប្រទះវិបត្តិសេដ្ឋកិច្ចមិនអាចដោះស្រាយបាននៅឆ្នាំ1997គណៈបកការងារបានចូលមកជំនួសគឺលោក Tony Blair សំទោសលោក Tony Blair លោក Blair បានដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងគឺការធ្វើឲ្យមានសន្តិភាពរវាងអ៊ីតង់ខាងជើងនិងអង់គ្លេសតាមរយៈកិច្ចចុះហត្ថលេខាសន្តិភាពនៅខែមេសាឆ្នាំ1998លោកបានដោះស្រាយបញ្ហាសង្គមដូចជាដំឡើងប្រាក់ខែឲ្យកម្មករដើម្បីឲ្យមានស្ថិរភាពក្នុងការរស់នៅចំណែកនយោបាយអន្តរជាតិវិញនៅក្រៅវិបត្តិសំទោសនៅក្រៅព្រឹត្តិការណ៍ថ្ងៃទី11ខែកញ្ញាឆ្នាំ2001អង់គ្លេសបានលើកទ័ពទៅអាហ្គានីស្ថានជាមួយសហរដ្ឋអាមេរិកនៅឆ្នាំ2003ក្នុងនាមជាសមាជិកអង្គការ OTAN បញ្ហាអ៊ុយសរបញ្ហាអ៊ុយស្ទរប្រទេសអ៊ីតង់ស្ថិតនៅប៉ែកខាងជើងសំទោសប្រទេសអ៊ីតង់ស្ថិតនៅប៉ែកខាងលិចបំផុតនៃទ្វីបអឺរ៉ុបនៅក្នុងលំហមហាសាគរអាត្លង់តិកគឺជាប្រទេសដែលមានជួរភ្នំព័ទ្ធជុំវិញនៅប៉ែកកណ្ដាលលាតសន្ធឹងដោយវាលរៀបលក្ខខណ្ឌធម្មជាតិមិនសូវអំណោយផលដល់ជីវិតរស់នៅប៉ុន្មានឡើយពីព្រោះដីមានសំណើមជ្រុលហើយគេពិបាកនឹងរកដីតំបន់ណាដែលមានជីជាតិណាជនជាតិអ៊ីតង់ទទួលការឈឺចាប់ដោយសារប្រវត្តិសាស្ត្ររបស់ខ្លួនដ៏ជូរចត់ជនជាតិអ៊ីតង់ភាគច្រើនជាអ្នកកាន់សាសនាគ្រិស្តក្លាយជាកាតូលិកសំទោសអ្នកកាន់សាសនាជនជាតិអ៊ីតង់ភាគច្រើនជាអ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិកបានតស៊ូការពារអត្តសញ្ញាណជាតិប្រឆាំងនឹងអង់គ្លេសដែលជាសត្រូវប្រចាំទសវត្សរ៍សាធារណរដ្ឋអ៊ីតង់ខាងត្បូងបានក្លាយទៅជារដ្ឋឯករាជ្យពីប្រទេសអង់គ្លេសនៅឆ្នាំ1948មានរដ្ឋធានីឈ្មោះដោយដោយដោយខ្លាំងជីវភាពប្រជាជនអ៊ីតង់ខាងត្បូងពឹងផ្អែកលើវិស័យកសិកម្មមានដំឡូងបារាំងការចិញ្ចឹមសត្វនិងនេសាទ